សួស្តីអ្នកទាំងអស់គ្នាខ្ញុំហាងណាប៊ីមកជាថ្មីម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីតាក់ទងជាមួយនឹងការរើសឬក៏ដោះស្លឹកបៀជាក្រុមអ្នកទាំងអស់គ្នាស្រឡាញ់ក្រុមណាយកក្រុមនឹងណាសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះប្រធានបទរៀងរសើបបន្តិចមកមើលថាតើដៃគូរបស់ខ្ញុំមានជនទី3តើយើងត្រូវធ្វើយ៉ាងណាមានទាំងអស់3ក្រុមទី1ក្រុមទី1ក្រុមទី2ជាមួយនឹងក្រុមទី3អូខេចឹងអ្នកនរគ្នាមាន3ក្រុមឆ្លាញ់ក្រុមណាយកក្រុមហ្នឹងអាចចុចទៅកន្លែងពណ៌នាដើម្បីរើសក្រុមរបស់អ្នកនរគ្នាបានណាសួស្តីក្រុមទី1អ្នកនរគ្នាបានរើសយកស្លឹក Beer the Coffin ហើយមានលេខ8ទៀតចឹងអ្នកនៅក្រុមហ្នឹងប្រហែលជាអាចកាត់ថ្ងៃ8ខែ8ឬក៏មានលេខទូរស័ព្ទដែលមានលេខ8នៅផ្ទះលេខ8បែបហ្នឹងឬក៏ថ្ងៃខែកំណត់របស់គាត់មីគីជីវិតរបស់គាត់បូកមកចេញលេខ8ឬក៏ដៃគូរបស់គាត់ជាអ្នកកើតរបស់ហ្នឹងមានលេខទាំងអស់ហ្នឹងអញ្ចឹងណាហើយអ្នកនរគ្នាបានរើសយកស្លឹក Beer the Coffin មានន័យថាក្រាមមកជុំអូខេហើយខ្ញុំនឹងមើលបន្ថែមទៀតឲ្យព្រោះដោយសារតែអ្នកនរនេះប៉ះជាចង់ដឹងហើយដំបូងគេគឺតកតងជាមួយនឹងផ្លូវចិត្តរបស់ដៃគូរបស់អ្នកនរគ្នាពេលដែលគេធ្វើអញ្ចឹងដាក់អ្នកនរគ្នាតើគេគិតមិនអត់គេធ្វើអញ្ចឹងដាក់យើងត្រូវអត់ហ្នឹងជាគំនិតដែលថាអ្នកនរគ្នាចង់ដឹងចង់ឮមែនតើអត់យល់ហេតុអីគេធ្វើអញ្ចឹងដាក់ខ្ញុំហេតុអីគេហ៊ានក្បត់ខ្ញុំមានថ្មីមានជនទី3អីចឹងទៅមនុស្សនេះគឺជាបុគ្គលម្នាក់ដែលនិយាយឲ្យស្រួលយល់គឺអាត្មានិយមខ្លាំងជាបុគ្គលម្នាក់ដែលរបៀបថាស្វាចង់បានគ្រប់សពបែបយ៉ាងតែទាំងនេះមានលេខ8 2ដងឃើញទេអ្នកនរគ្នាគឺជាបុគ្គលមានអាស្វាចាប់គ្រប់សពបែបយ៉ាងហើយគិតតាពីអាត្មាខ្លួនឯងទេហើយគាត់បើសិនជាករណីថាមានអារម្មណ៍ថាមានការខ្នើសចិត្តណាមួយទៅលើទំនាក់ទំនងមួយគឺគាត់មិននៅជាមួយនឹងទំនាក់ទំនងហ្នឹងហើយដោះស្រាយបញ្ហាហ្នឹងទេគឺគាត់នឹងដើរចេញឬក៏ក្បត់តែម្ដងនេះពោះមានស្លឹកពីត្រីយោតែសារតែគាត់គឺជាបុគ្គលម្នាក់ដែលអាត្មានិយមខ្លាំងមែនតែនមិនមែនអ្នកទាំងអស់គ្នាទេគឺបុគ្គលម្នាក់ហ្នឹងអូខេចឹងអ្នកទាំងអស់គ្នាគិតថាអូខេនឹងជារឿងរបស់អ្នកទាំងអស់គ្នាដែលសារអ្នកទាំងអស់គ្នាខ្វះចេះខ្វះចុះខ្វះចេះខ្វះចុះអត់ទេគឺគាត់មានបញ្ហាមនុស្សនេះខ្ញុំនិយាយមែនណាតាដាំបាយឆ្អិនមិនតាន់ម៉ោងក៏គេអាចយកលេសនឹងមកក្បត់អ្នកទាំងអស់គ្នាបានដែរគឺមនុស្សនេះអាត្មានិយមខ្លាំងមែនតើអូខេឧទាហរណ៍តែអ្នកនេះមានកូនមួយគាត់នៅគ្រួសារមានកូនមួយគ្នាអញ្ចឹងណាគ្រាន់តែលឺសំឡេងកូនយំក៏គាត់ត្រូវលេសថាខ្ញុំមិនចង់នៅផ្ទះទេឃើញកូនយំជឹកក្បាលដូចខ្ញុំនិយាយគឺសាហាវបែបហ្នឹងមនុស្សហ្នឹងឈាមតិចអូខេខ្ញុំនឹងមើលបន្ថែមទៀតមនុស្សនេះបើមុននឹងអ្នកទាំងអស់គ្នាចាប់បានហ្នឹងគឺគាត់លួចលាក់ហ្នឹងគឺយូរហើយគឺលួចលាក់ហ្នឹងគឺយូរហើយគឺមនុស្សនេះលួចលាក់មុនចេញចាប់បានហ្នឹងអូខេតែឥឡូវហ្នឹងយើងមកមើលឲ្យអស់ចិត្តថាផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាហ្នឹងមិនដែរបន្ទាប់ពីជួបរឿងហ្នឹងរឹងមាំអាចទួយកបានអត់ទុកផ្លូវចិត្តយើងអូអ្នកទាំងអស់គ្នាមានការភ័យខ្លាចស្លុតចិត្តប៉ុន្តែអ្នកនរគ្នាការពារផ្លូវចិត្តរបស់អ្នកនរគ្នាបានល្អខ្លាំងណាស់ឬក៏គេចង់ប្រាប់អ្នកនរគ្នាមួយទៀតបើសិនជាអ្នកនរគ្នាធ្វើចិត្តអត់តាន់បានទេការពារផ្លូវចិត្តយើងឲ្យរឹងមាំខ្ញុំចង់ដឹងបុគ្គលម្នាក់ហ្នឹងផ្លូវចិត្តនេះម្នាក់ប្រុសនេះផ្លូវចិត្តមិនដែរឬក៏ម្នាក់ស្រីនេះផ្លូវចិត្តគេមិនដែរទៅហ្នឹងមានគេហៅថាភាពដែលភ័យខ្លាចតិចគេដែលថាដឹងថាអ្នកនរគ្នាចាប់បានជាមួយនឹងការលួចក្បត់ហ្នឹងមានភាពដែលគេហៅថាសោកស្ដាយអីបន្តិចទេអត់ខ្វល់តែ
តាមប៉ាត់មនុស្សនេះនិយាយស្ដាប់ពេលដែលអ្នកនរគ្នាចាប់បានអញ្ចឹងគេមានអារម្មណ៍ថាស្ងប់ចិត្តវិញតាវាថាប៉ុណ្ណឹងខ្ញុំមិនចាំបាច់ទៅលួចលាក់តទៀតទេខ្ញុំបញ្ចេញនៅមុខមកសាហាវបុគ្គលនេះឈាមត្រជាក់ខ្ញុំមិនដឹងថាហេតុអីក៏អ្នកនរគ្នានៅទ្រាំត្រែងជាមួយនឹងបុគ្គលម្នាក់ហ្នឹងតែឈាមត្រជាក់សាហាវឈាមត្រជាក់មែនតើណាឥឡូវនេះដំបូងមានសម្រាប់អ្នកនរគ្នាទី1ខ្ញុំមើលសិនមើលថាអ្នកនរគ្នាអាចមានតារានិកអីនៅក្នុងតារាកំណើតរបស់អ្នកនរគ្នាហើយគាត់អាចជាតារានិកអីដែរឬក៏មិនចឹងដើម្បីមើលឲ្យអ្នកនរគ្នាកាន់តែច្បាស់ជាងមុន Scorpio អ្នកកាត់ខែម្ដុំខែ10 11 Virgo អូខេខ្ញុំចាប់ឲ្យ2ទៀត Aries ជាមួយនឹង Libra អូខេចឹងអាចមានតារានិកទាំងអស់ហ្នឹងនៅក្នុងតារាកំណើតរបស់គាត់ឬក៏អ្នកទាំងអស់គ្នាប៉ុន្តែសំខាន់ជាងគេដែលថាមែនតើគឺមានលេខ8លេខទូរស័ព្ទមានលេខ8លេខផ្ទះមានលេខ8មានលេខកំណើតរបស់អ្នកនរគ្នាកើតថ្ងៃ8ខែ8អ្វីដែលមានលេខ8គឺសំខាន់សម្រាប់អ្នកនរគ្នាដើម្បីឲ្យអ្នកនរគ្នាឬក្រុមត្រូវបុគ្គលនឹងឈាមត្រជាក់ខ្លាំងណាខ្ញុំមានអីនិយាយថាពីបុគ្គលនឹងឈាមត្រជាក់មហាសែនត្រជាក់យ៉ាងត្រជាក់ហើយអ្នកនរគ្នាចាប់បានស្លឹកមឈូសនេះមានន័យថាប្រហែលគេចង់ឲ្យអ្នកគ្នាបញ្ចប់អូខេប៉ុន្តែខ្ញុំនឹងមើលឲ្យបន្ថែមទៀតអ្នកនរគ្នាកាន់តែអស់ចិត្តស្ដាប់វីដេអូខ្ញុំមួយហ្នឹងហើយអ្នកនរគ្នាអស់ចិត្តជាមួយនឹងបុគ្គលហ្នឹងតែម្ដងនេះជាស្លឹកវាទាំងអស់គ្នាបានតែជាស្ថានភាពរបស់អ្នកទាំងអស់គ្នាផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាប្រហែលជាគាត់សង្ឃឹមថានឹងមានការអ្វីមួយដែលល្អប្រសើរមកវិញប៉ុន្តែតំណែងតំណងនឹងគឺវាពិបាកខ្លាំងសម្រាប់យើងវាច្រើនពេកមានន័យថាយើងត្រូវស៊ូហែកពុនច្រើនពេកផ្លូវចិត្តយើងត្រូវចាប់ខ្លាំងពេកជាមួយនឹងតំណែងហ្នឹងអ្នកទាំងអស់គ្នាតែតែគិតថាអូខ្ញុំទទួលគាត់មកវិញខ្ញុំអត់អូនឲ្យគាត់នឹងកែគាត់នឹងអាចនឹងនេះអ្នកទាំងអស់គ្នាកំណត់ថាចាអូកម្រងថាគេនឹងល្អប្រសើរអីឡាក់មានកម្រង1 2 3គេល្អប្រសើរអីចឹងប៉ុន្តែជាក់ស្ដែងអត់ដងហ្នឹងដែរហ្នឹងបុគ្គលហ្នឹងអូខេបុគ្គលហ្នឹងគឺដដែលមានដូចទេគឺអត់មានតែម្ដងឥឡូវខ្ញុំមើលឲ្យបន្ថែមទៀតតើអ្នកនរគ្នាត្រូវធ្វើយ៉ាងណាជាមួយនឹងតំណែងមួយហ្នឹងដើម្បីឲ្យយើងកាន់តែល្អប្រសើរបន្ថែមទៀតណាយើងត្រូវធ្វើមិនជាមួយតំណែងមួយហ្នឹងប៉ុន្តែលេខចាប់បានលេខហ្នឹងហើយមានដើរចេញទេប៉ុន្តែខ្ញុំមើលអស់ចិត្តរក្សាផ្លូវចិត្តយើងឲ្យបានណាកម្លាំងយើងឲ្យខ្លាំងណាព្រោះដោយសារតែមូលហេតុអីបើអ្នកទាំងអស់គ្នាត្រូវធ្វើអញ្ចឹងព្រោះដូចយើងអត់ចង់បែកគេដូចចំណងអ្នកនរគ្នាមានអារម្មណ៍ថាអត់ទាន់អស់និស្ស័យមួយគ្នាតែតែគិតថាបកគលហ្នឹងគឺនឹងកាយគេនឹងល្អជីវិតយើងនឹងប្រសើរមកវិញហើយឬក៏មានអារម្មណ៍ថាមនុស្សបកគលមែនហ្នឹងគឺគេប្រកែកនិយាយប្រកែកអីចឹងធ្វើអ្នកនរគ្នាមានអារម្មណ៍ថាស្លុតចិត្តជឿតាមគេចឹងណាតែឥឡូវខ្ញុំមើលអ្នកនេះអស់ចិត្តមួយទៀតបើសិនជាគេនិយាយនេះថាគេនឹងកាយគេនឹងល្អជាមួយយើងគេនឹងអីឡើងហ្នឹងណាតើបកគលនឹងអាចនឹងដូចអ្នកទាំងអស់គ្នាគិតតែអត់ល្អប្រសើរមកវិញអត់នេះម្នាក់ហ្នឹងគឺមិនកើតទេមើលទៅបេះដូងតិចអ្នកនរគ្នាឃើញរូបនេះមានអារម្មណ៍ថាដូចតកអត់ដូចតិចអត់អ្នកនរគ្នារងចាំស្នេហាមួយដែលគេមកសង្គ្រោះអ្នកទាំងអស់គ្នាប៉ុន្តែពេលខ្លះយើងត្រូវឈប់រងចាំណាជួនកាលទៅមិនមែនជាបុគ្គលម្នាក់ហ្នឹងដែលនាំមកភាពល្អប្រសើរបេះដូងផ្លូវចិត្តអ្នកនរគ្នាល្អហើយគេកែអត់គេប្រហែលជាមិនទេណាប៉ុន្តែខ្ញុំមើលពីស្លឹកទៀតអស់ចិត្តជាងនឹងទៀតខ្ញុំមើលអស់ចិត្ត
អានោះមានអារម្មណ៍ថាអូខេខ្ញុំស្ងប់ចិត្តហើយហើយអ្នកនរគ្នាអាចនឹងទៅមើលអ្នករអ្នកដែលគាត់មើលអ្នកនរគ្នាអាចមើលបានមួយទល់មួយក៏ល្អសម្រាប់អ្នកនរគ្នាមនុស្សនោះប្រហែលជាបុគ្គលម្នាក់ដែលបកកាយenjoyបកកាយរបៀបថាគ្រប់គ្រងអ្នកនរគ្នាអូចេញ strength មក2ដងណាចេញ strength មក2ដងគឺគេអាចបុគ្គលហ្នឹងគឺកែអត់គឺមិននេះគឺបុគ្គលហ្នឹងគឺគាត់របៀបដូចថាគ្រប់គ្រងអ្នកទាំងអស់គ្នាខ្លាំងរបៀបថាធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចរស់នៅក្នុងពិភពមួយដែលគេលាក់កំបាំងអ្នកទាំងអស់គ្នាអញ្ចឹងរបៀបថាឲ្យអ្នកទាំងអស់គ្នានៅភាពល្ងឹតរហូតទូរស័ព្ទឧទាហរណ៍គេបិទឲ្យដល់អ្នកទាំងអស់គ្នាដឹងគេគ្រប់គ្រងអ្នកទាំងអស់គ្នាគេធ្វើគេមានតិចរបស់គេហ៎អូខេឥឡូវខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមួយទៀតឲ្យអ្នកទាំងអស់គ្នាកាន់សប្បាយចិត្តជាងមុនទៀតបើសិនជាអ្នកទាំងអស់គ្នាសម្រេចចិត្តនឹងសុខចិត្តនៅជាមួយនឹងបុគ្គលម្នាក់ហ្នឹងមិនថាក្នុងលក្ខន្តិកៈណាមួយទេគឺយើងសម្រេចចិត្តនឹងនៅជាមួយគេយើងនឹងសម្រេចចិត្តទៅថាមិនទោះមិនចដែរក៏នៅតែអត់ឲ្យគេនៅតែស្រឡាញ់គេចុងក្រោយអ្នកទាំងគ្នាមិនដែរឆ្អែតខ្លួនឯងនេះខ្លួនឯងទៅចាប់ខ្លួនឯងបើចាប់ខ្លួនឯងហើយនិយាយរឿងនឹងជាសាធារណៈទៀតឲ្យមហាជនដឹងទៀតណាបើចាប់ខ្លួនឯងចុងក្រោយអ្នកនេះបើចាប់តដែរណាចឹងស្រេចលើយើងឯងយើងចង់នៅក៏បានចង់ទៅក៏បានស្រេចទៅលើចិត្តរបស់អ្នកទាំងអស់គ្នាឯងណាមិនដាក់ចេះស្អាតជាងគ្នាអារម្មណ៍ថាបែបនេះបើអ្នកទាំងអស់គ្នាសូមមើលជាងទៀត Death card មកបើចាប់តដែរមានអីទេចុងក្រោយនៅតែចាប់ចឹងមើលទៀតថាតើដំបូងមានសម្រាប់អ្នកទាំងអស់គ្នាទៀតគឺយើងត្រូវធ្វើមិនចាដក4ស្លឹកថា3ទេនេះ emotional yo-yo confusion on off មានន័យថាគេអាចគ្រប់គ្រងអ្នកទាំងអស់គ្នាពង្វិលអ្នកទាំងអស់គ្នាបានម្ដងល្អម្ដងត្រជាក់ម្ដងល្អម្ដងអាក្រក់ម្ដងគឺធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាដូចត្រូវប្រងចេញទៅគេធ្វើល្អដល់អ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអីប្តីខ្ញុំដូរហើយឬក៏ដៃគូខ្ញុំដូរហើយអញ្ចឹងណាមកវិញដដែលវាអញ្ចឹងណាពេលដែលដល់កម្រិតមួយអ្នកទាំងអស់គ្នាឆ្អែតខ្លាំងគឺអ្នកទាំងអស់គ្នាមើលឃើញការពិតទាំងអស់ដឹងថាគេកុហកយើងដឹងថាគេគ្រាន់តែគេហៅថាបំភាន់ភ្នែកយើងថាគេនឹងល្អភាសាដល់ចុងក្រោយវាអត់អូណែ manipulate អ្នកទាំងអស់គ្នាឃើញខ្ញុំថាបកកាយឬថាបំភាន់គ្រប់គ្រងគាត់អ្នកទាំងអស់គ្នាណា twisted the truth stopping yourself នេះអ្នកទាំងអស់គ្នាស្លាបបៀបច្ចៈជាស្លាបបៀហើយបច្ចៈជាលាលៈជាអសរទៀតមនុស្សនេះគឺបកកាយនិយាយក្រៅចាក់ឲ្យអ្នកនរគ្នាខ្ញុំមិនដឹងថារកពាក្យនឹងនិយាយអីមកប្រាប់អ្នកទាំងអស់គ្នាជាភាសាខ្មែរឲ្យត្រូវចំពាក្យហ្មងគឺ manipulate គឺមនុស្សនឹងបកកាយគេហៅថាគ្រប់គ្រងយើងបំភាន់តម្លៃពាក្យបកកាយមិនតែធ្វើឲ្យយើងមានអារម្មណ៍ថាខ្ញុំធ្វើត្រូវអត់តែខ្ញុំលះបង់គ្រួសារមួយនឹងធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអូយដូចចុងក្រោយកំហុសទៅជាកំហុសរបស់អ្នកទាំងអស់គ្នាវិញគឺបកកាយហ្មងមនុស្សហ្នឹងអូខេគឺបែបហ្នឹងមកស្លាប់ទៀត fake apology ឃើញខ្ញុំនិយាយហ៎នេះ manipulate គេអត់មាន no real change គឺអត់មានការផ្លាស់ប្ដូរទេ gaslight again ទៀតហើយ fake apology កុហកសុំទោសកុហកនោះពេលអ្នកនរគ្នាដើរចេញសុំទោសបងសុំទោសអូនសុំទោសអូនឈប់ធ្វើទៀតហើយបន្តិចទៀតដែរអត់មានអីផ្លាស់ប្ដូរទេដែរអញ្ចឹងអ្នកនរគ្នាគិតខ្លួនឯងថាគួរតែទៅឬក៏នៅខ្ញុំអត់មានសិទ្ធអីនិយាយប្រាប់អ្នកនរគ្នាទៀតទេគ្រាន់តែថាអ្នកនរគ្នាមើលស្ដាប់វាប៉ុណ្ណឹងហើយអ្នកនរគ្នាសម្រេចចិត្តទៅគួរទៅហើយគួរនៅអញ្ចឹងខ្ញុំនឹងមើលឲ្យអ្នកនរគ្នាកាន់តែសប្បាយចិត្តជាងមុនទៀតបើមិនអ្នកនរគ្នាសម្រេចចិត្តថាទៅអ្នកនរគ្នាប្រសើរដែរអត់ចាប់ពីពេលនេះទៅពេលអ្នកនរគ្នាសម្រេចចិត្តដើរចេញអ្នកនរគ្នានឹងល្អប្រសើរអ្នកនរគ្នាខ្លាចទៅជាបុគ្គលម្នាក់ដែលម្ចាស់ការនៅជីវិតរបស់ខ្លួនឯងលេងឲ្យណាគេបំភាន់ផ្នែកមកគ្រប់គ្រងមកកុហកមកគេហៅថាចាប់យើងដោយយ៉ងមានន័យថាទំនាក់ទំនងនេះ
នឹងធ្វើអ្នកទាំងអស់គ្នាពេលដែលដើរចេញវាមិនមែនដើរចេញទៅយើងគេហៅថាភ្លាមឡើងយើងល្អភ្លាមទេព្រោះតែហើយយើងត្រូវមានពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងដើម្បីយើងដើរទៅលើផ្លូវខាងមុខនឹងតទៀតណាឃើញ long way ហើយ work ទេគឺអ្នកទាំងអស់គ្នាត្រូវធ្វើច្រើនណាគឺខ្ញុំប្រាប់ថាសូម្បីតែបែកពីម្នាក់ហ្នឹងក៏វិធានក្នុងការបែកដែរខ្ញុំនិយាយឲ្យអស់ប៉ុណ្ណឹងហ្មងណាចឹងខ្ញុំនឹងរកដំបូងមានឲ្យអ្នកទាំងអស់គ្នាបន្ថែមទៀតព្រោះអ្នកទាំងអស់គ្នាដឹងហើយគឺបញ្ចប់រើសផ្លូវហ្នឹងណាបើសិនជារើសផ្លូវហ្នឹងតែបើអត់រើសផ្លូវហ្នឹងទេនៅចឹងទៀតទៅតែចុងក្រោយអ្នកទាំងអស់គ្នាចេញដែរព្រោះអ្នកទាំងអស់គ្នាឆ្អែតណាតែចិត្តទេនៅដល់ឆ្អែតតែចេញក៏បានដែរដំបូងមានមានន័យថាស្លាកបៀមួយនេះគេថា lock gate អ្វីអ្នកនរគ្នាអត់ចង់ប្រឈមមុខជួនកាលទៅដោយសារតែអត់ទាន់ដល់ពេលវេលាដែលយើងត្រូវអស់ចិត្តមួយគ្នាខ្ញុំទទួលស្គាល់ថាពេលខ្លះអត់ទាន់អស់ចិត្តមែនតើគឺធ្វើចិត្តអត់ទាន់បានប៉ុន្តែនៅពេលដែលធ្វើអស់ចិត្តមែនតើគឺអ្នកនរគ្នាធ្វើបានចឹងកុំគិតច្រើនណាមានន័យថាអ្នកនរគ្នាអត់ដើរចេញឥឡូវហ្នឹងមិនមែនថាអ្នកនរគ្នាខុសទាំងស្រុងទេគ្រាន់តែវាអត់ទាន់ដល់ពេលវេលាមួយអ្នកនរគ្នាដើរចេញទៅវាស្រឡះចិត្តខ្លាំងណាតែយើងចាំដល់អារម្មណ៍មួយហ្នឹងក៏បានដែរអត់ខុសទេណាអត់ខុសទេមានន័យថាបន្ទាប់ពីបែកបាក់ប្រាវទៅហើយឆ្លោះគ្នាប្រកែកគ្នាញ៉ៃញ៉ៃប្រទិញបន្ទងគ្នាអស់ចិត្តហើយនឹងមានការស្ងាត់មួយរយៈធំនឹងគឺជាពេលវេលាដែលអ្នកគ្នាចាប់ផ្ដើមគេហៅថាអភិវឌ្ឍកសាងខ្លួនឯងសារឡើងវិញពេលដែលអ្នកដកដង្ហើមបន្ទាប់ពីគេហៅថាភាពដែលស្ងប់ស្ងាត់មករយៈប្រាវហ្នឹងគឺជាពេលវេលាមួយដែលយើងកសាងខ្លួនឯងសារឡើងវិញអញ្ចឹងអ្នកនរត្រូវការពេលខ្លាំងណាស់ណាអញ្ចឹងខ្ញុំអត់មានអ្វីនិយាយតទៀតទេសម្រាប់អ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នានឹងប្រសើរជួបគ្នានៅវីដេអូក្រោយទៀតសំណាងល្អណាស់សួស្តីក្រុមទី2អ្នកទាំងអស់គ្នាបានរើសយកស្លឹកបៀ letter លេខបែរជាសម្បត្តិអូខេឥឡូវយើងមកមើលថាតើដៃគូរបស់ខ្ញុំមានជនទី3អ្នកទាំងគ្នាធ្វើយ៉ាងម៉េចបែរជាអ្នកទាំងគ្នាចាប់បានគាត់ទាញឆាតមួយណាគេអញ្ចឹងណាអូខេតែខ្ញុំនឹងមើលបន្ថែមទៀតឲ្យអ្នកទាំងគ្នាជាមួយនឹងស្ថានភាពតាក់ទងជាមួយនឹងរឿងរ៉ាវរបស់អ្នកទាំងគ្នានឹងគឺឲ្យកាន់តែច្បាស់ជាងមុនតែអ្វីដែលខ្ញុំចង់ដឹងដំបូងគេថាហេតុអីបានគេធ្វើអញ្ចឹងដែរអ្នកទាំងដើម្បីអ្នកទាំងអស់ចិត្តណាចង់ថាហេតុអីគេធ្វើអញ្ចឹងហេតុអីគេមានអ្នកទី3ហេតុអីកំសាន្តអារម្មណ៍ដើម្បីគេហៅថាធ្វើឲ្យខ្លួនគេនឹងមានអារម្មណ៍ថាអំនួតខ្លាំងជាងមុនទៀតដើម្បីគេហៅថាជំរុញឲ្យផ្លូវចិត្តរបស់គេគិតថាឲ្យគេល្អប្រសើរអញ្ចឹងរបៀបដូចយល់អញ្ចឹងតែប៉ុន្តែគាត់មានដៃគូមែនមិនប្រកាសថាអត់មានអ្នកផ្សេងចង់បានគាត់ណាគឺរបៀបអញ្ចឹងមូលហេតុតែគាត់ឆាតនិយាយលែបខាយសម្ដីអីទាំងអស់ហ្នឹងគឺដើម្បីគេហៅថាឲ្យគាត់នឹងមានអារម្មណ៍ថាស្រឡះចិត្តជាងមុនដែលថាមានអារម្មណ៍ថាខ្លួនឯងនៅសង្ហានៅស្អាតនៅល្អនៅអីចឹងទៅឬក៏នៅមានមុនស្នេហ៍អញ្ចឹងណាបើមិនជាគាត់ជាមនុស្សស្រីមានន័យថាគាត់ជាបុគ្គលម្នាក់ដែលមានមនុស្សប្រុសចង់បានច្រើនមិនជាមនុស្សប្រុសមានអារម្មណ៍ខ្លួនឯងនៅសង្ហាមានមុនស្នេហ៍អញ្ចឹងទៅគឺធ្វើដើម្បីគេហៅថាអាត្មាខ្លួនឯងអាត្មានេះគឺអាត្មារបៀបគេហៅថាដើម្បីឲ្យខ្លួនឯងនឹងមានអារម្មណ៍ថាខ្លួនឯងមិនអន់នេះដើម្បីឲ្យខ្លួនឯងមានអារម្មណ៍ថាអស្ចារ្យមានអារម្មណ៍ថាជោគជ័យតែខ្លួនឯងនៅតែល្អនៅតែស្អាតនៅតែអីចឹងណាហើយព្រោះខ្ញុំមិនដឹងហេតុអីបានគាត់ធ្លាប់មានជាគេហៅថាភាពសោកស្ដាយអីពីមុនមកខ្ញុំមិនដឹងទេប្រហែលជាការមិនតាន់តាក់ទងជាមួយនឹងអ្នកនរគ្នាគាត់ប្រហែលជាមិនសូវស្អាតមើលទៅប្រហែលជាអាក្រក់មិនសូវស្អាតអីចឹងចាប់ផ្ដើមតាក់ទងអ្នកនរគ្នាធ្វើមើលថែដល់ថែទាំដល់ចឹងទៅដាក់ជីដល់ចឹងទៅមុខមាត់ស្អាតបាតល្អប្រសើរចឹងទៅហើយចឹងគាត់ធ្វើចឹងគឺដើម្បីឲ្យរបៀបថាដូចឲ្យសះមុខរបួសរបស់គាត់ចឹងណាមុខរបួសដែលពីមុនគាត់អាក្រក់គេទៅណាគេមើលមុខមានតែអ្នកទាំងអស់គ្នាមើលមុខគាត់ចឹងណាដល់ពេលឥឡូវគឺគាត់គេហៅថាជំរុញអាភាពគេហៅថាក្លាហានឲ្យមើលទៅអូខ្ញុំឥឡូវស្អាតត្រូវខ្ញុំមានគេតាមច្រើនវិញចឹងអ្នកខ្លះគឺហ្នឹងយកខ្ញុំនិយាយអត់
អ្នកខ្លះគឺនិយាយថាពេលដែលយើងយកគេតាក់ទងគេគឺគេអត់មានអីទេពេលដែលគេល្អប្រសើរដើម្បីឲ្យគេមានអារម្មណ៍ថាខ្លួនឯងនឹងអស់ចាគឺគេក្បត់យើងអន់ចរិតអត់អន់ចរិតខ្លាំងឥឡូវនេះខ្ញុំមកមើលបន្ថែមទៀតដើម្បីឲ្យកាន់តែអត់របៀហ្នឹងរបៀនេះតោះយើងមកមើលបន្ថែមទៀតតាក់ទងជាមួយនឹងម្នាក់ហ្នឹងគឺរបៀបថាគឺគេចង់បង្ហាញទៅខាងមនុស្សទូទៅកន្លែងការងាររបស់គេធ្វើដូចគេហ្នឹងអស់ចាអញ្ចឹងណាគេសំណាងគេលយឃើញខ្ញុំលយខ្ញុំលយឃើញអត់ខ្ញុំចង់បានអាគេខ្ញុំបានអ្នកណងឃើញទេគេអញ្ចឹងអូខេថ្ងៃនេះគ្រាន់តែឆាទេណាឥឡូវខ្ញុំមើលឲ្យអស់ចិត្តតើផ្លូវចិត្តរបស់គាត់នៅពេលដែលគាត់ចាប់អ្នកទាំងនេះចាប់បានថាគាត់ក្បត់ចឹងតើផ្លូវចិត្តរបស់គាត់មិនដែរភ័យអត់សោកស្ដាយអត់មានគេហៅថាដឹងកំហុសខ្លួនឯងអត់ចង់មកដៃទេមែនតាសុំទោសមនុស្សនេះក្បត់អ្នកទាំងអស់គ្នាគឺរបៀបថាជាសញ្ញាមួយដែលគេចង់ដើរចេញពីយើងព្រោះគេចង់បានជីវិតថ្មីរបស់គេមកវិញដូចថាពេលដែលយើងជួយបុគ្គលម្នាក់ហ្នឹងឡើងដល់កំពូលគេគិតថាអ្នកទាំងអស់គ្នាលេងសមមួយគេចឹងគេទៅរកអ្នកដែលគេសមមួយគ្នាអន់ច្រកណា Never build anybody trust me អ្នកទាំងអស់គ្នាអត់គួរអ្នកទាំងអស់គ្នាអត់គួរគេហៅថាកសាងអ្នកណាឲ្យគេល្អហើយគេនិយាយអត់គួរកសាងអ្នកណាគួរកសាងខ្លួនឯងខ្ញុំនិយាយតែប៉ុណ្ណឹងខ្ញុំមិនដឹងនិយាយថាមកទៀតព្រោះដោយសារបុគ្គលនេះគឺអន់ចរិតមហាសែនអន់ចរិតហើយឥឡូវខ្ញុំមកមើលទឹកចិត្តអ្នកនរគ្នាមានតែទឹកចិត្តអ្នកនរគ្នាយ៉ាងណាដែរអូឈឺចិត្តឈឺខ្លាំងឆ្អែតឈឺចិត្តគិតច្រើនពិបាកខ្លាំងពិបាកមែនតើណាគឺពិបាកខ្លាំងឥឡូវនេះខ្ញុំមកមើលថាតើមានដំណោះស្រាយអីអាចជួយអ្នកនរគ្នាបានអត់បើយើងកំពុងជួបរឿងរ៉ាវអស់នេះមានដំណោះស្រាយមានអីអត់តែយើងត្រូវធ្វើមិនហើយការបញ្ហាហ្នឹងត្រូវធ្វើមិនអីមិនអញ្ចឹងណាមានអារម្មណ៍ថាខ្ញុំចង់ប្រើអាហ្នឹងមួយហើយនឹងចាប់គ្រប់ខ្ញុំអត់ដឹងថា lover មានន័យថាម៉េចណាព្រោះក្នុងស្ថានភាពមួយហ្នឹងអារម្មណ៍ខ្ញុំត្រូវថាឲ្យត្រូវធ្វើការសម្រេចចិត្តប៉ុន្តែន័យមួយទៀតគឺអាចនឹងអត់ទោសឲ្យម្នាក់ហ្នឹងប៉ុន្តែខ្ញុំអត់គិតថាអត់ទោសឲ្យម្នាក់ហ្នឹងអន់ចរិតចង្អប់ហ្នឹង6 10 7អូបញ្ចប់តំណតំណងហ្នឹងហើយត្រូវធ្វើខ្លួនឲ្យត្រជាក់ចិត្តឲ្យត្រជាក់តំណតំណងហ្នឹងឥឡូវហ្នឹងជាអតីតកាលហើយណាយើងមាន Pluto in the 8 house ទៀតមានន័យថាបញ្ចប់វាហើយបដូរវាហើយការបដូរតែម្ដងមានន័យថា transform មិនថាយើងផ្លាស់ប្ដូរអីអបប្រសើរជាងហ្នឹងទៀតណាហើយមាន Aquarius ទៀតមានហ្នឹងទៅដកចិត្តចេញមកហើយមាន Pisces អូខេហើយលេខ16លេខ16គឺនៅក្នុង Destiny Matrix Major Arcana គឺស្មើនឹង The Tower ស្មើនឹងរង្គោះរង្គើផ្ដាច់ចោលតែហ្មងហើយលេខ7ធ្លាក់តំណងណាចិត្តលេខ7ទេណាគឺបញ្ចប់ជាមួយនឹងតំណងហ្នឹងណាអូខេនេះខ្ញុំនឹងមើលថែមឲ្យតិចទៀតប៉ុន្តែខ្ញុំសុំជាមួយនឹងតារានិកមួយសិនសុំតារានិកមួយសិនថាតារានិកអី Pisces មកម្ដងទៀតហើយ Leo ណាអាចជាតារានិករបស់អ្នកទាំងអស់គ្នាឬក៏ដៃគូរបស់អ្នកទាំងអស់គ្នាហើយមានកន្លែងនេះផាច់ជាធ្វើគឺការសម្រេចចិត្តហើយប៉ុន្តែខ្ញុំនឹងមើលបន្ថែមទៀតតើសម្រេចចិត្តអីគេធ្វើអីគេរឿងអ្វីដើរចេញទៅមុខទៀតសម្រេចចិត្ត Mars and Aries មានន័យថាធ្វើចិត្តខ្លួនឯងឲ្យខ្លាំងឲ្យប្រសើរណាឲ្យប្រសើរឲ្យខ្លាំងដើម្បីមើលស្ថានភាពហ្នឹង
hay mercenary វាត្រូវដាច់ប៉ាត់ប៉ាត់យកហ្មងតែជាក់ដូចទឹកកម្រិតចឹងប្រាប់ទៅលេខនេះចង់ប្រាប់អ្នកទាំងអស់គ្នាថាដល់ពេលវេលាមួយអ្នកទាំងអស់គ្នាត្រូវកសាងខ្លួនឯងអត់កសាងទេដល់ពេលវេលាមួយអ្នកទាំងអស់គ្នាត្រូវគេហៅថាស្គាល់អ្វីដែលភាពគេហៅថាជាភាពល្អប្រសើរនឹងថឹងអីទាំងអស់ហ្នឹងគឺសម្រាប់ខ្លួនឯងជីវិតប្រសើរគឺសម្រាប់ខ្លួនឯងមានទៅកសាងអ្នកណាតទៀតទេអត់ទេអ្នកទាំងអស់គ្នាពេលនេះមកនេះត្រូវរើសខ្លួនឯងអត់មានរើសអ្នកណាទាំងអស់អត់មានរើសបុគ្គលម្នាក់ហ្នឹងទេរើសខ្លួនឯងណាអូខេចឹងឥឡូវខ្ញុំមើលឲ្យអស់ចិត្តបើសិនជាអ្នកនរគ្នាសម្រាប់ចិត្តនៅមួយបុគ្គលម្នាក់ហ្នឹងតែអនាគតរបស់អ្នកនរគ្នានឹងល្អប្រសើរជាមួយគ្នាដែរអត់ឬក៏មិនមិនផងចាំដល់គេមានហ្មងបើអ្នកនរគ្នាដើរចេញមានជាងនឹងល្អជាងនឹងប្រសើរជាងនឹងបើអ្នកនរគ្នាដើរចេញមែនអ្នកនរគ្នាអានអក្សរខ្លួនឯងបានបើសិនជាអ្នកនរគ្នាសម្រាប់ចិត្តនៅមួយបុគ្គលម្នាក់ហ្នឹងចុងក្រោយអ្នកទាំងអស់គ្នានឹងឃើញបុគ្គលម្នាក់ហ្នឹងជោគជ័យហើយអ្នកទាំងអស់គ្នាខ្លាចខ្លាំងមែនតើអ្នកទាំងអស់គ្នាបំបាក់ខ្លួនឯងគេហៅថាអ្នកទាំងអស់គ្នាដល់ផ្លូវមួយដែលថាយើងអាចដកខ្លួនចេញបានហើយពេលវេលាមួយអ្នកទាំងអស់គ្នាអាចគេហៅថាកសាងខ្លួនឯងបានប្រសើរប៉ុន្តែអ្នកទាំងអស់គ្នាអត់ព្រមអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងដដែលអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាបំផ្លាញខ្លួនឯងបន្តទៀតអ្នកទាំងអស់គ្នានឹងបន្តបំផ្លាញខ្លួនឯងរហូតទៅដល់គេហៅថាខ្លាចជាមួយនឹងទំនាក់ទំនងអ្នកទាំងអស់គ្នាខ្លាចនឹងការឈឺចាប់ខ្លាចនឹងនៅអស់ធ្វើអ្នកទាំងអស់គ្នាញាក់ហ្មងណាហើយអ្នកទាំងអស់គ្នានឹងមើលទំនាក់ទំនងផ្សេងបន្តទៀតទៅជាទំនាក់ទំនងមួយគេហៅថាអ្នកណាក៏អាក្រក់អ្នកណាក៏អាក្រក់អ្នកណាក៏អាក្រក់អ្នកទាំងអស់គ្នានៅនឹងគឺអ្នកទាំងអស់គ្នាបំផ្លាញទឹកចិត្តខ្លួនឯងខ្លាំងមែនតែនបំផ្លាញរហូតដល់អ្នកទាំងអស់គ្នាលែងអាចទទួលស្គាល់គេហៅថាគេថាឈឺដល់បេះដូងប្រហែល5គីទីអស់ចឹងណាតិចខ្លាំងបដាលមិនចាក់តាមកបិតទេនេះចាក់130កបិតទៅចឹងទៅអាយ៉ានិយាយអស់ហើយនៅឥឡូវខ្ញុំមើលឲ្យអ្នកនរគ្នាអស់ចិត្តបើអ្នកទាំងអស់គ្នាទៅឥឡូវនេះមិនដែរទៅលះបង់ហ្នឹងទៅហ្នឹងហើយគេនឹងនិយាយថាព្យាយាមគ្រប់គ្រងយើងព្យាយាមបំភាន់ផ្នែកយើងកុហកយើងប៉ុន្តែបើអ្នកទាំងអស់គ្នារើសត្រូវអ្នកទាំងអស់គ្នារើសបានចាក់នឹងគេហៅថាលុយតែជាកញ្ចប់របស់យើងជារបស់យើងតែម្ដងណាដែលជារបស់យើងមិនមែនជារបស់អ្នកណាទាំងអស់អាប៉ែហ្នឹងមិនស្រួលនៅមួយអ្នកទាំងអស់គ្នាដែលសារតែអ្នកទាំងអស់គ្នាបំពេញគាត់ឬក៏ជាប៉ែហ្នឹងនៅមួយអ្នកទាំងអស់គ្នាដែលសារបែបហ្នឹងគាត់ថាឥឡូវហ្នឹងយើងនៅសង់ទីម៉ងនៅស្រឡាញ់គេនៅឃើញគេហៅថាធ្លាប់ល្អសុបាយមួយគ្នាចឹងណាអារម្មណ៍នៅសង់ទីម៉ងមួយគ្នានៅគិតល្អអត់លោកសាបរីអីចឹងទៅតែបើអ្នកនរគ្នាសម្រាប់ចិត្តថាខ្លួនឯងនឹងទៅហើយនេះអ្នកទាំងអស់គ្នាឲ្យគេទាំងអស់អាលីងហ្មងណារហូតដល់គេហៅថាធ្វើឲ្យយើងហ្នឹងគឺអស់អាលីងពីខ្លួនហ្មងចុងក្រោយអ្នកទាំងអស់គ្នារើសគេរើសជនទី3អ្នកគេបដូរយើងអ្នកទាំងអស់គ្នាឃើញទេតាំងពីដើមមកទល់ដល់ឥឡូវចុងក្រោយกระดาษចេញមកដដែល replacement ដូចខ្ញុំនិយាយមិញចឹងអ្នកទាំងអស់គ្នារើគាត់ស្រឡាញ់គាត់តាំងពីគាត់នៅអន់គាត់ល្អភាសាគាត់ចង់អ្នកទាំងអស់គ្នាចំណុចនេះរសើបតិចណាពេលខ្លះពិបាកពូយកខ្ញុំនៅទូស្គាល់ប៉ុន្តែឥឡូវខ្ញុំនឹងមើលបន្ថែមទៀតបើសិនជាយើងសម្រាប់ចិនធ្វើការដើរចេញផ្លូវចិត្តយើងល្អជាងមុនអត់អីអត់អញ្ចឹងណាខ្ញុំមើលច្រើនតិចព្រោះអាប៉ែនេះអាក្រក់ខ្លាំងណាស់ខ្ញុំដាស់ឃើញហត់តិចមែនពិបាកតិចមែនប៉ុន្តែត្រឡប់មកវិញនៅភាពដែរក្លាហានភាពដែលឃើញខ្លួនឯងប្រសើរជឿជាក់ខ្លួនឯងជាងមុនល្អខ្លាំងណាដើរចេញល្អភាពជឿជាក់របស់យើងត្រឡប់មកវិញមកស្លាប់ទៅ2ដង Queen of Swords King of Swords ទៀតអ្នកទាំងអស់គ្នាមុតល្អជាងមុនប៉ុន្តែគ្រាន់តែទទួលស្គាល់ថាវាហត់បន្តិចព្រោះប្រហែលជាបុគ្គលហ្នឹងជួយអ្នកទាំងអស់គ្នាតិចតួចចឹងណាប៉ុន្តែចុងក្រោយអ្នកទាំងអស់គ្នា
ấy mình tục nâng lược ban lược cũng cắt cũng khoan nè cho nhung nâng ao chi dụ bó sầm đạp đó là nè cái nào thì tôi dạng ná dụ bó mình đây thayไป ยืนแล้วบ้องเหมือนเพียบแต่ตุนซาวเย่คือขอนะไปเวลีคละจับปีแกหาทาไปเวลีมวยยังโจไปเวลีมวยเตียดจับปีซีซันมวยซีซันnó mình phải thay chiaอากาศធាតុឬជារដូវកាលហ្នឹងហើយរដូវកាលរបស់ចង់ឃើញចាប់ពីរដូវកាលមួយចូលដល់រដូវកាលមួយទៀតអញ្ចឹងការផ្លាស់ប្ដូរហ្នឹងទុកឲ្យផ្លាស់ប្ដូរទៅលះបង់ទៅទុកទៅអីនៅនេះ while when your freedom doesn't need permission only the courage to leave មានន័យថាអាការដែលដើរចេញពីគេហ្នឹងគឺមិនត្រូវគេហៅថាសុំគេហៅថាសិទ្ធពីអ្នកណាយើងដើរចេញវឹងណាត្រូវតែមានគេហៅថាខ្លួនឯងហ្នឹងគឺហ៊ានដើម្បីលោតទៅចាប់នៅអ្វីដែលថាល្អប្រសើរសម្រាប់ខ្លួនឯងដល់មកដល់ពេលដែលធ្វើឲ្យខ្លួនឯងស្រឡះហើយតាយើងនៅទៅអីទៀតនៅដល់តាគេចាក់មលៀនក៏បាត់មែនអញ្ចឹងសម្រាប់អ្នកដែលគាត់មើលវីដេអូរបស់នេះគឺខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយសួស្តីក្រុមទី4អ្នកទាំងអស់គ្នាបានរើសយកស្លឹកបៀ clover ចឹងយើងមកមើលថាតើដៃគូរបស់អ្នកទាំងអស់គ្នាហេតុអីគេក្បត់អ្នកទាំងអស់គ្នាមានជនទី3ហើយយើងត្រូវធ្វើម៉េចអីមិនតើតោះជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងខ្ញុំគិតថាប្រហែលជាសំណាងរបស់អ្នកទាំងអស់គ្នាវិញទេតែគេក្បត់យើងអារម្មណ៍ខ្ញុំប្រាប់ថាអញ្ចឹងព្រោះមនុស្សគល់ហ្នឹងប្រហែលជាអាក្រក់ខ្លាំងខ្ញុំនិយាយអត់តែគណៈថាអ្នកទាំងអស់គ្នាដែលលើពាក្យថា dodge the bullet ទេមានន័យថាកំភ្លើងទៅបាញ់គ្រាប់មកផាងអ្នកទាំងអស់គ្នាកិច្ចផុតយកត្រូវគ្រាប់ហ្នឹងប៉ុន្តែឥឡូវខ្ញុំមកមើលបន្ថែមទៀតខ្ញុំនឹងចង់សួរសំណួរមួយឲ្យគេហៅថាចាក់ចំមេដងអ្នកទាំងអស់គ្នាហើយឲ្យចង់ដឹងមែនតើមូលហេតុអីគេក្បត់យើងដោយសារអីរឿងអីមិនគេក្បត់ហេតុអីគេមានជនទី3ភាពដែលកអឺតកតោមរបស់ម្នាក់ហ្នឹងភាពដែលគេហៅថាគេគិតថាវាជារឿងធម្មតាកំណត់ហ្នឹងវាបានមកពីថ្មីមកពីណាមិនដឹងទេណាខ្ញុំមិនដឹងមកពីណាព្រោះខ្ញុំសង្ស័យបុគ្គលម្នាក់ហ្នឹងជាបុគ្គលម្នាក់ដែលទៅជាស្រាលហើយជាបុគ្គលម្នាក់ដែលងាយនឹងគេហៅថាតូទុនទៅតាមទំនោរនៃគេហៅថាមនុស្សជុំវិញខ្លួនរបស់គាត់អញ្ចឹងមានន័យថាគាត់ហ្នឹងគឺជាបុគ្គលម្នាក់ដែលបើមនុស្សជុំវិញខ្លួនគាត់សិតតែអ្នកចេះចិញ្ចឹមស្រីចិញ្ចឹមប្រុសអញ្ចឹងទៅគឺគាត់នឹងធ្វើអញ្ចឹងដូចគ្នាអូមនុស្សនេះនិយាយស្រួលយល់ណាគឺជាបុគ្គលម្នាក់ដែលមានលុយហើយចូលចិត្តចាយលុយទៅលើមនុស្សណាដែលចេះរបៀបថាធរគាត់ចូលចិត្តរបៀបដូចថាធ្វើខ្លួនឯងដូចតួដើរជួយសង្គ្រោះគេអញ្ចឹងខ្ញុំនឹងមើលឲ្យបន្ថែមទៀតតើពេលដែលអ្នកឲ្យចាក់បានគាត់ក្បត់បែបនេះសួរថាតើគាត់មានគេហៅថាចិត្តកូនចិត្តអីណាមួយដែរសោកស្ដាយអីបន្តិចទេដឹងខ្លួនឯងខុសតិចទេគ្រាន់បើពេលដែលចាប់បានបែបហ្នឹងណាអ្នកទាំងអស់គ្នាគឺគាត់មានអារម្មណ៍ថាអត់សុបាយចិត្តគាត់មានអារម្មណ៍ថាដូចគេចាប់គាត់បានអញ្ចឹងទៅគាត់ភ័យគាត់ណាហើយគាត់ហត់គាត់ពិបាកគឺគាត់មានអារម្មណ៍ថាខ្លាចជាបុគ្គលម្នាក់ដែលសុបាយអនឹងរឿងហ្នឹងដល់គេចាប់បានរបៀបថាមនុស្សដូចគេចាប់បានដូចស្រន់ស្លោភ័យអញ្ចឹងណាចឹងខ្ញុំមើលផ្លូវចិត្តអ្នកទាំងអស់គ្នាមើលតើអ្នកទាំងអស់គ្នាមិនដែរបារម្ភគិតច្រើនអត់ដឹងថាត្រូវធ្វើម៉េចខ្លាចជាមួយនឹងគេហៅថាបើសិនជាត្រូវគ្នាវិញទៅខ្លាចវាដូចដើមវាដូចចិត្តវាមិនចង់តែគេភ័យខ្លាំងណាហេប៉ុន្តែខ្ញុំនឹងមើលបន្ថែមទៀតណាតើអ្នកទាំងគ្នារើសនេះសំណាងមានន័យថាម៉េចសំណាងដែលអ្នកទាំងអស់គ្នាតែគេក្បត់អ្នកទាំងគ្នាវាថ្មីជាគួរឲ្យអស់សំណើចនៅពេលដែលយើងស្ដាប់ទៅយកខ្ញុំនិយាយហត់
សំណាងធម្មតាគេក្បត់ខ្ញុំទាំងមូលហេតុអីក៏សំណាងអាចមួយទៀតមានន័យថាដោយសារតែពេលដែលគេក្បត់អ្នកទាំងអស់គ្នាប៉ុន្តែពេលដែលគេមកត្រូវវិញគេឲ្យយើងគុណនឹង100យល់ខ្ញុំនិយាយអត់អាចសំណាងចឹងវិញដឹងប៉ុន្តែខ្ញុំមើលបន្ថែមទៀតតើបុគ្គលម្នាក់នេះបើសិនជាអ្នកទាំងអស់គ្នាសម្រាប់ចិត្តក្នុងការគេហៅថានឹងនៅជាមួយនឹងបុគ្គលម្នាក់ហ្នឹងអត់ទោសឲ្យគាត់លាក់នឹងលាក់អញ្ចឹងណាតើតំណែងរបស់យើងនឹងគេហៅថាល្អប្រសើរដែរអត់មានន័យថាទៅមុខបានដែរអត់មានន័យថាគាត់តែម្ដងនឹងហើយគាត់លែងធ្វើចឹងតទៀតហើយក៏មិនអញ្ចឹងណានិយាយទៅចេះអាស្រ័យទៅលើការដែលនិយាយគ្នាព្រោះដោយសារតែគាត់ត្រូវដឹងថាហេតុអីមិនគាត់ក្បត់អ្នកនរគ្នាពួកគាត់ជាបុគ្គលរបៀបម៉េចអីរបៀបម៉េចអីរបៀបម៉េចចឹងទៅយើងត្រូវដឹងពីអ្វីដែលគាត់ចង់បានអញ្ចឹងយើងដល់ពេលដែលយើងបំពេញអានឹងបានគឺគាត់លែងធ្វើចឹងនេះខ្ញុំចង់ណាប្រហែលជាបែបហ្នឹងប៉ុន្តែខ្ញុំនឹងមើលបន្ថែមទៀតណាហេបើសម្រាប់ចិត្តនៅជាមួយគាត់តទៀតនៅតែល្បិញកុហកអញ្ចឹងនៅតែល្បិញបញអញ្ចឹងនៅតែអញ្ចឹងអូខេប៉ុន្តែមិនដែរដល់ពេលវេលាមួយវានឹងទៅបញ្ចប់ដូចគ្នាណាវានៅតែបញ្ចប់ដូចគ្នាដល់ពេលវេលាមួយព្រោះថាដោយសារតែវាប៉ះពាល់ខ្លាំងទៅលើមុខមាត់អញ្ចឹងទៅវាបញ្ចប់ដោយសាររឿងហ្នឹងតែបើសិនជាអ្នកនរគ្នាសប្បាយចិត្តបើសិនជានៅមួយគាត់តទៀតផ្លូវចិត្តយើងល្អអត់សប្បាយចិត្តអត់មានអារម្មណ៍ខ្មាស់គេហ្មង shame ខ្មាស់គេចឹងដូចខ្ញុំនិយាយមិញហ្នឹងគឺដោយសារតែមុខមាត់អ្នកនរនេះក្តំមុខមាត់ដើរចេញហ្មងវាថាខ្មាស់គេអត់ចង់នៅក្បែរតទៀតណាអូខេឥឡូវបើសិនជាអ្នកនរគ្នាដើរចេញពីបុគ្គលម្នាក់ហ្នឹងមិនដែរសម្រាប់អ្នកនរគ្នាឬក៏យើងត្រូវចាំដើម្បីយកផលឬក៏មិនខ្ញុំនឹងមើលអ្នកនរគ្នាឲ្យអស់តែម្ដងឲ្យសុបាយចិត្តតែម្ដងហៀបបដើមិនតន់ចេញឥឡូវទេយើងអាចដើរចេញឥឡូវហ្នឹងបានទេតែគាត់ថាយើងហៀបចង់បដើព្រោះនេះអស់តាមហ្នឹងហើយព្រោះអ្នកទាំងអស់គ្នាឥឡូវហ្នឹងត្រូវគេហៅថាគិតគូររឿងច្រើនមិនមែនចេះតែដើរចេញបបពេអញ្ចឹងទៅយើងហៀបជើងព្រោះថាយើងត្រូវធ្វើអីខ្លះត្រូវលុយទុកកន្លែងណាត្រូវមានអីយកពីគេបានខ្លះយកខ្វក់ចឹងហ្មងណាគិតមុនទៅហើយថាមិនអីមិនហៀបផ្លូវទៅមិនមែនថាយើងទៅវពេព្រោះ chariot អ្នកនរនេះនឹងធ្វើការទៅមុខប៉ុន្តែទៅមុខដោយការរៀបចំតែត្រឹមត្រូវមិនមែនចេះតែទៅចឹងទេហេយកខ្ញុំនិយាយណាហើយបើសិនជាអ្នកនរគ្នាតើវានឹងប៉ះពាល់អីខ្លះដល់អ្នកនរគ្នាខ្ញុំចង់ដឹងតែបើសិនជាទៅហើយបើសិនជានៅប៉ះពាល់អីខ្លះបើនៅចេះបានគ្រាន់ថាយើងទ្រាំលេងបានដោយសារយើងខ្មាស់គេអញ្ចឹងណាតែបើយើងទ្រាំបានយើងនៅទៅតែឥឡូវបើយើងទៅតើវាប៉ះតកិច្ចអីខ្លះប៉ះតកិច្ចតាទៅលើគេហៅថាការមើលមកខាងក្រៅប៉ះតកិច្ចទៅខាងជាមួយនឹងអ្វីដែលគេហៅអូហេយើងបាច់គ្នាយើងចែកផ្លូវគ្នាយើងប៉ះពាល់ទៅលើគេហៅថាមុខមាត់យើងតិចតួចភាសាប្តីយើងមានស្រីយើងបែកគ្នាអញ្ចឹងទៅឬប្រពន្ធយើងមានប្រុសយើងបែកគ្នាអញ្ចឹងទៅវាអញ្ចឹងយើងបាក់គ្នាដោយសារបែបហ្នឹងហើយវាប៉ះពាល់ដល់គេហៅការងារយើងតិចតួចហើយផ្លូវចិត្តយើងតិចតួចអីចឹងណាតែដូចជាមួយនឹងគ្រួសារតិចតួចការរស់នៅប្រចាំថ្ងៃឡាក់ហេវាប៉ះពាល់ទៅលើហ្នឹងប៉ុន្តែបើសិនជាល្អប្រសើរទៅលើអ្វីដែរបើសិនជាអ្នកនេះស្បាច់ចិត្តដើរចេញល្អប្រសើរសំណាងនេះ Jupiter អញ្ចឹងមកថាសំណាង Clover នឹងសំណាងល្អប្រសើរខ្លាំងណាហើយធ្វើអ្នកនរគ្នាហ៊ានជាងមុនល្អជាងមុនប្រសើរជាងមុន
មានគេថាមុខមាត់ភាសាជាងមុនការរស់នៅល្អភាសាជាងមុនផ្លាស់ប្ដូរខ្លាំងមែនតើផ្លាស់ប្ដូរការនិយាយស្ដីរបស់អ្នកនរគ្នាទៀតគឺល្អភាសាខ្លាំងតែម្ដងការរស់នៅអីនោះប្រកបដោយធម៌ប្រកបដោយក្រីសុខប្រកបដោយការថែទាំពេញចិត្តណាហេឥឡូវយើងមកមើលតំណែងរបស់អ្នកនរគ្នាតិចមើលងាកមើលបន្តិចអូលយមែនតើអ្នកនរគ្នាឃើញអ្នកស្រីនឹងកាន់ឆាត់ដើរចេញនេះ you lost me អ្នកឯងធ្វើឲ្យបាត់បង់ខ្ញុំហើយ final straw self respect and power move មានន័យថាចុងក្រោយមានន័យថាចុងក្រោយអ្នកនរនេះធ្វើដាក់ចឹងដាក់ខ្ញុំលេងទទួលអត្តចរិតនឹងតទៀតហើយខ្ញុំគោរពខ្លួនឯងខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំឲ្យតម្លៃខ្លួនឯងខ្ញុំអត់នៅជាមួយអ្នកនរគ្នាតទៀតទេសំទោសខ្ញុំអត់នៅជាមួយនឹងអ្នកឯងតទៀតទេនេះជាអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺអ្នកនរគ្នាធ្វើចឹងមានន័យថានិយាយទៅកាន់ដៃគូរបស់អ្នកនរគ្នាខ្ញុំមានតម្លៃរបស់ខ្ញុំឥឡូវនេះមកនេះពេលនេះអ្នកឯងបាត់បង់ខ្ញុំហើយអញ្ចឹងខ្ញុំអត់អាចនៅមួយអ្នកឯងតទៀតទេតែសារអ្នកឯងធ្វើលើកនេះជ្រុលគឺបែបហ្នឹងដុំឆែកព្រោះអ្នកទាំងអស់គ្នាមានអារម្មណ៍ថានៅជាមួយបុគ្គលម្នាក់ហ្នឹងគឺវែងវ័នការវែងវ័នចូលមកដូចធ្វើយើងមានអារម្មណ៍ថារកឲ្យជាល្អការវាមិនចេញខ្ញុំនិយាយអត់វាដដែលពេល cycle repeat same drama different day stuck in loop ហើយអ្នកទាំងគ្នាបាន emotional yo-yo on off confusion ញ៉ៃមានន័យថាវាដដែលរឿងដូចដដែលអត់មានអីខុសវាអត់មានអីដូរវាមានអីកែវានៅតែប៉ុណ្ណឹងវានៅតែតចរិតហ្នឹងវានៅតែប៉ុណ្ណឹងវាមានដូរទេវាមានអីដែលភាសាអីសោះហ្មងថ្ងៃថ្មីរឿងដដែលថ្ងៃស្អែកបន្ទាប់ទៀតក៏រឿងដដែលរឿងតែអញ្ចឹងអូខេឥឡូវខ្ញុំនឹងមើលបន្ថែមទៀតតាពេលអ្នកនរដើរចេញពីបកគោអ្នកនរគ្នានឹងប្រល្អភាសាកម្រិតណាអ្នកនរខ្លះជា main character មានន័យថាអ្នកនរគ្នាគឺជាគេហៅថាតួឯកក្នុងរឿងរបស់យើងអូ good lady អ្នកនរគ្នាអ្នកមើលវីដេអូនេះប្រហែលជាមនុស្សស្រីគឺមនុស្សស្រីដែលល្អមានសំណាងបើសិនជាមានកូននៅមួយយើងអូខេថ្ងៃមុខភ្លឺល្អណាភ្លឺល្អខ្លាំងដើរចេញពីម្នាក់នឹងអ្នកនេះភ្លឺផ្ដោតទៅលើការគេហៅថាការងារខ្លួនឯងផ្ដោតទៅលើទាំងអស់ហ្នឹងអត់មានអីតទៀតទេនេះផ្ដោតទៅលើការងារខ្លួនឯងទាំងអស់អ្វីដែលជាខ្លួនឯងអភិវឌ្ឍខ្លួនឯងផ្ដោតទៅលើរឿងហ្នឹងផ្ដោតទៅលើលុយរបស់យើងនេះអ្នកនរឃើញកាក់លុយផ្ដោតទៅលើលុយអញ្ចឹងពេលដែលដើរចេញពីបកគោអ្នកនរនេះបច្ចុប្បន្នច្រើនណាហើយអញ្ចឹងអ្នកនរផ្ដោតទៅលើអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរអញ្ចឹងខ្ញុំមកមើលអ្វីដែរគេហៅថាល្អសម្រាប់អ្នកនរគ្នាថែមទៀតចាប់ពីបកគោនឹងទៅជួបអ្នកណាល្អដែរអត់ជីវិតយើងប្រសើរប៉ុណ្ណាអ្នកខ្ញុំចង់ដឹងត្រូវអត់ជួបដើរចេញពីអ្នកហ្នឹងអ្នកឲ្យឈ្នះជួបជាមួយនឹងបុគ្គលម្នាក់ទៀតប៉ុន្តែបុគ្គលម្នាក់ដែលអ្នកនរគ្នានឹងជួបហ្នឹងគឺអ្នកទាំងអស់គ្នាអត់យកបេះដូងអ្នកទាំងអស់គ្នាទៅស្រឡាញ់គេដោយអត់មូលហេតុដូចមុនទេអ្នកទាំងអស់គ្នាមើលគេមែនតែនហើយអ្នកទាំងអស់គ្នាជួបក្រោយហ្នឹងគឺគាត់ជាបុគ្គលម្នាក់អាចនឹងក្មេងជាងអ្នកទាំងអស់គ្នាក្មេងជាងណាមកស្លាកទៀតក្មេងជាងដែលគាត់តែងតែគេហៅថាមើលមកអ្នកទាំងអស់គ្នាឃើញអ្នកទាំងអស់គ្នាជាបុគ្គលម្នាក់ដែលជាគំរូមកគាត់អញ្ចឹងណាល្អប្រសើរនេះប៉ុន្តែគាត់ក្មេងមិនក្មេងតែរូបទេណាមិនមែនគេហៅថាចរិតក្មេងអន់ទេណាគឺគេមកថែទាំយើងមកស្រឡាញ់យើងនេះគេមកថែទាំយើងគេមកស្រឡាញ់យើងគេមកអីចឹងណាគេមកតោះហ្នឹងតែក្មេងជាងអ្នកនរគ្នាទេណាគេហៅមកស្អំបេះដូងអូខេចឹងអត់អីទេល្អភាសាអត់បញ្ហាណាខ្ញុំសុំបៀអូខ2ស្លឹកទៀតសម្រាប់អ្នកនរគ្នាម
មានន័យថាការដែលយើងដើរចេញហើយដុតបំផ្លាញនៅអ្វីដែលលែងគេហៅថាល្អសម្រាប់យើងដុតបំផ្លាញនៅតំណែងតំណងមួយដែលគេហៅថាពីមុនមកដុតឲ្យវាឆេះខ្ទេចវាមិនស្រួលទេពិបាកហើយណាវានឹងមានការផ្ទុះសារាយមួយគ្នាតតាំងគ្នាពេលខ្លះអាចឡើងឈានដល់ឡើងតឡាការដាក់ណាមានន័យថាប៉ុន្តែបើទោះជាមិនក៏ដោយក៏វាមានចោតជាបញ្ហាដែរបើទោះជាការបាច់ដាច់គ្នាណាដោយការស្ងាត់ក៏ដោយក៏វានៅតែមានការរង្គោះរង្គើគ្រាន់តែលាក់បាំងឲ្យអ្នកដទៃដឹងថាវាអាក្រក់ប៉ុណ្ណាអញ្ចឹងណាប៉ុន្តែទោះមិនក៏ដោយដូចខ្ញុំនិយាយទៅដែរអញ្ចឹងគឺដើរចេញសល់លុយសល់កាក់សល់គ្រប់សពបែបយ៉ាងណាហើយបើសិនជានៅក៏នៅចោះអត់បខំព្រោះដោយសារតែគ្រាន់តែប្រាប់ដដែលមានន័យថាវាអត់មានទៅណាទេដដែលរហូតធំមិនប៉ុណ្ណាយកប៉ុណ្ណឹងសាច់ចិត្តយើងទេណាអត់មានអ្នកបខំទេគិតខ្លួនឯងរកអ្នកដែលគាត់គេហៅថាអាចពិភាក្សាបានគិតណាសាក់មើលឬក៏ចាំដល់គេហៅថាអត់ទោសដល់ឆ្អែតហ្មងអត់ទោសដល់គេហៅថាកម្រិតមួយនៃការអត់ទោសតែម្ដងណាអត់ទោសមួយទំហឹងណាចាំរបៀបដូចថាយើងដើរចេញដល់ថាយើងឆ្អែតចិត្តចាំដល់អញ្ចឹងក៏បានដែរអត់អីទេណាសាច់ចិត្តទេប៉ុន្តែខ្ញុំគិតថាអ្នកទាំងអស់នេះលែងចង់នៅបាត់ហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ឃើញវីដេអូខ្ញុំនេះខ្ញុំភ្លេចរើសតារានេះក៏អាចជាតារានេះក៏អ្វីដែរ Gemini ជាមួយនឹង Capricorn អូខេអាចជាតារានេះក៏របស់អ្នកទាំងអស់គ្នាឬក៏ដៃគូរបស់អ្នកទាំងអស់គ្នាឬក៏នៅក្នុងតារាកំណើតរបស់អ្នកទាំងអស់គ្នាមានតារានេះក៏មួយនឹងទាំងពីរហ្នឹងអីចឹងទៅអញ្ចឹងសម្រាប់អ្នកដែលគាត់មើលវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតសង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រសើរបាយបាយ